សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងមកបន្តភាគរឿងរបស់យើងជាបន្តទៀតដល់ភាគនេះយើងបានឃើញថាកំពុងតែមានការប្រកាសអាសន្នយ៉ាងច្រើននៅលើគេមួយចុំប្លង់ស្អាតដែរនេះនៅទីនេះគឺជាក្រុម Spitzer Company ដែលមានកញ្ញាម្នាក់កំពុងតែឈរមើលការខុសត្រូវនៅទីនេះដែលនាងមានឈ្មោះថាកញ្ញាហានឡុងគួយអញ្ចឹងខ្ញុំសូមហៅនាងថាកញ្ញាឡុងតែម្ដងទៅដែលពេលនេះកំពុងតែមានការធ្វើការប្រកាសអាសន្នព្រោះថាមានវិស័យកំពុងតែសម្រាប់មនុស្សនឹងអុកឡុកទីក្រុងយើងឃើញថាកញ្ញាឡុងយើងពិតជាមានការខឹងខ្លាំងមែនទែនហើយព្រមនោះមានកញ្ញាម្នាក់ទៀតបានរត់ទាំងប្រញាប់ប្រញាល់មកប្រាប់អ្នកស្រីឡុងថាមនុស្សជាច្រើននៅក្នុងទីក្រុងបានស្លាប់ត្រឹមតែរយៈពេល3នាទីតែប៉ុណ្ណោះវាគឺជាបិសាចរាំងអេហើយនៅជិតៗនេះមានអ្នកកម្ចាត់បិសាចម្នាក់ឈ្មោះថាងកាបានបញ្ជូនទីតាំងទៅឲ្យគាត់រួចហើយប៉ុន្តែគាត់មិនទាន់បានទៅដល់ទីនោះទេហើយកញ្ញាឡុងក៏បានតបទៅវិញថាមិនអីទេផ្ដល់ដំណឹងទៅកាន់ក្រុមអ្នកកម្ចាត់បិសាចយើងកាត់មកដល់អាបិសាចរបស់យើងឃើញថាពេលនេះវាកំពុងតែធ្វើការស្រូបកម្លាំងជីវិតមនុស្សជាបន្តបន្ទាប់ហើយវាក៏បានចាប់អារម្មណ៍ផងដែរថាមានរង្វង់វេទមន្តតែលផតមួយកំពុងតែបានលេចឡើងយើងបានឃើញថាមានមនុស្សពីរនាក់បានធ្វើដំណើរមកពួកគេគឺជាក្រុមអ្នកកម្ចាត់បិសាច Enforcer នេះឯងដោយពួកគេបាននិយាយមើលងាយទៅកាន់អាបិសាចយើងផងដែរថាអាបិសាចយើងគ្រាន់តែជាបិសាចតូចតាចប៉ុណ្ណោះហើយអ្វីចាំបាច់ត្រូវហៅពួកគេទាំងពីរមកហើយអ្នកកម្ចាត់បិសាចមានតូចបាននិយាយថាកុំមើលងាយសម្បកក្រៅរបស់បិសាចនេះឲ្យសោះមើលទៅចំហាយថាអំពើរបស់វាពិតជាគួរឲ្យចម្លែកខ្លាំងមែនទែនហើយអ្នកកម្ចាត់បិសាចមានធំបាននិយាយថាខ្ញុំនឹងទៅសាកល្បងជាមួយគេមុនតើវាអាចទប់ទល់ជាមួយខ្ញុំបានប្រមាណទឹកទៅហើយគេបានប្រើល្បឿនយ៉ាងលឿនហក់ទៅរកអាបិសាចប៉ុន្តែត្រូវបានអាបិសាចរបស់យើងហក់ទៅទប់ទល់វិញនិងបានដាក់អ្នកកម្ចាត់បិសាចមានធំត្រូវមួយជង្គង់ចំមុខផងដែរនិងបានប៉ាងទៅបុករបងដែកដែលនៅទីនោះរាប់មកអាបិសាចក៏បានផ្លាស់ទីចិត្តអ្នកកម្ចាត់បិសាចមានទៅឯងគួរតែខ្លាំងជាងអាអំបញ្ញមិញមិនទាន់តែបានធ្វើស្អីផងគេក៏មានអារម្មណ៍ធ្វើទឹកក្នុងខ្លួនជាខ្លាំងបានហក់មកវិញហើយបានធ្វើការខ្ជាក់ព្រលឹងជីវិតមនុស្សដែលគេបានស្រោបនោះចេញមកវិញទាំងអស់យើងឃើញថាពេលនេះសារ៉ាន់នាងបានដឹងខ្លួនមកវិញហើយព្រមទាំងឆ្ងល់ផងដែរថានាងកំពុងនៅទីណាអ្វីបានជានាងមិនអាចបញ្ជារាងកាយរបស់នាងបានដូចនេះហើយអាវិស័យក៏វាមានការឆ្ងល់ផងដែរអ្វីបានជាព្រលឹងសារ៉ាន់មិនទាន់បានបាត់បង់ដូចនេះហើយអ្នកកម្ចាត់បិសាចទាំងពីរក៏គេមានការឆ្ងល់ផងដែរអ្វីបានជាអាវិស័យយើងធ្វើការខ្ជាក់ព្រលឹងដែលគេបានស្រូបចេញមកវិញយ៉ាងអស់យ៉ាងដូចនេះហើយអ្នកកម្ចាត់បិសាចមានតូចបានសួរទៅកាន់អ្នកកម្ចាត់បិសាចមានធំដែលមានឈ្មោះថាSeven ថាតើឯងទទួលបានព័ត៌មានអ្វីខ្លះអំពីបិសាចមួយនេះដោយ Seven គេបានតបមកវិញថាខ្ញុំមិនសូវដឹងច្បាស់ទេខ្ញុំគ្រាន់តែដឹងថាធម្មពលរបស់វាដែលបញ្ចេញមកគឺចំនួនថ្នាក់ rank A រាប់មើល Enforcer មានតូចម្នាក់នោះបានចង់ទៅធ្វើការសាកល្បងជាមួយអាបិសាចរបស់យើងម្ដងហើយនេះយើងឃើញថាអាបិសាចវាពិតជាមានការខឹងជាមួយនឹងសាវរ៉ាន់របស់យើងខ្លាំងមែនទែនថែមទាំងបានជេរទៅកាន់សាវរ៉ាន់របស់យើងទៀតផងរាប់មើល Enforcer ម្នាក់នោះបានធ្វើការវាយប្រហារប្រើស្គីមួយដែលមានឈ្មោះថា I Prison ដែលជាហេតុធ្វើឲ្យអាបិសាចបានជាប់ឃុំនៅក្នុងដុំទឹកកកមួយនោះមិនបានប្រមាណផងដុំទឹកកកមួយនោះក៏ត្រូវបានប្រេះបែកហេតុធ្វើឲ្យ Enforcer ម្នាក់នោះមានការភ្ញាក់ផ្អើលជាខ្លាំងពេលនេះអាបិសាចរបស់យើងបានចេញមកវិញហើយនិយាយផងដែរថាអ្នកកម្ចាត់បិសាចម្នាក់នឹងមិនអាចបញ្ឈប់មកកាន់គេបានទេហើយអ្នកកម្ចាត់បិសាចមេតូចក៏បានទៀតទៅមួយចម្ងាយហើយអ្នកកម្ចាត់បិសាចមេធំក៏បានហក់មកពីក្រោយរៀបនឹងពីប្រហារអាបិសាចរបស់យើងនិងបានធ្វើការខ្វាច់មួយក្រញាំទៅលើអាបិសាចរបស់យើងបន្ទាប់មកអ្នកកម្ចាត់បិសាចម្នាក់ទៀតក៏បានធ្វើការលើកដាវឡើងទៅលើហើយនឹងបានបញ្ចេញស្គីលមួយដែលបានបញ្ចេញដុំទឹកកកស្រួយៗជាច្រើនលើអាកាសក៏បានធ្វើឲ្យអាបិសាចមានការភ្ញាក់ផ្អើលផងដែរនិងគេបានបញ្ចេញសារធាតុខ្មៅអ្វីយ៉ាងនៅជុំវិញខ្លួនប៉ុន្តែពេលនេះអាបិសាចត្រូវបានដុំទឹកកកទាំងមើលការវាយប្រហារចូលមកនិងបានធ្វើឲ្យវាជាប់ឃុំនៅក្នុងដុំទឹកកកនោះយើងឃើញថាពេលនេះអាបិសាចត្រូវបានអ្នកកម្ចាត់បិសាចធ្វើការគ្រប់គ្រងបានហើយប៉ុន្តែមិនបានប្រមាណផងដុំទឹកកកទាំងនោះក៏ត្រូវបានអាបិសាចធ្វើការវាបំបែកនិងបានធ្វើការលោតទៅវាយប្រហារអ្នកកម្ចាត់បិសាចម្នាក់នោះដោយឃើញបែបនោះគេក៏បានធ្វើការប្រើប្រាស់នៅស្គីមួយទៀតបានបញ្ចេញរង្វង់វេទមន្តអ្វីម្យ៉ាងនៅជុំវិញខ្លួនអាបិសាចជាហេតុធ្វើឲ្យអាបិសាចមានការមួម៉ាយជាខ្លាំងដោយអ្នកកម្ចាត់បិសាចម្នាក់នោះបាននិយាយថាគេគ្រាន់តែអាចបញ្ឈប់ឲ្យអាបិសាចលើជង្គង់នៅទីនេះប្រហែលនាទីតែប៉ុណ្ណោះនៅប្រហែលនាទីក្រោយការឃុំឃាំងរបស់គេនឹងខ្លាចជាគ្មានន័យនិងមិនអាចធ្វើការឃុំឃាំងអាបិសាចរបស់យើងបន្តទៀតបានទេបន្ទាប់មកកញ្ញាឡុងបាននិយាយតាមរយៈដ្រូនមួយមកកាន់ Enforcer យើងថាតើការប្រយុទ្ធនេះនៅរយៈពេលយូរប៉ុណ្ណាទៀតគេបានតបទៅវិញថា
ตาពួកយើងបានធ្វើអ្វីទេពួកយើងបានធ្វើឲ្យរឿងរបស់មនុស្សទាំងនោះបានចាក់ចែងមកវិញហើយតែមកបងស្រីឡងបានសួរទៅកាន់គេទៀតថាអត់ត្រូវការរយៈពេលយូរប៉ុណ្ណាទើបអាចធ្វើឲ្យព្រលឹងទាំងនោះអាចចូលទៅក្នុងរាងកាយរបស់ពួកគេវិញបានហើយ Enforcer ម្នាក់នោះបានតបទៅវិញថាមើលទៅព្រលឹងទាំងនោះមិនអាចចូលទៅក្នុងរាងកាយរបស់ពួកគេវិញបានទេហើយគេបានបន្តទៅថាពួកយើងអាចត្រឹមតែគ្រប់គ្រងសាច់នេះរយៈពេលខ្លីតែប៉ុណ្ណោះប៉ុន្តែពួកយើងមិនអាចសម្លាប់វាបានទេហើយព្រលឹងប្រជាជនទាំងនោះក៏មិនអាចវិលត្រឡប់ទៅរករាងកាយរបស់ពួកគេវិញបានដែរសាច់នេះបានផ្ដល់នូវការការពារដ៏រឹងមាំរបស់វាគ្មានផ្លូវទេដែលយើងអាចសម្លាប់វាបានពួកយើងអាចត្រឹមតែឃុំឃាំងនាងរយៈពេលខ្លីតែប៉ុណ្ណោះបន្ទាប់មកបងស្រីឡងបានសួរទៅ Enforcer ម្នាក់ថាតើរយៈពេលប្រមាណទៀតទើបព្រលឹងទាំងនេះអាចចូលទៅក្នុងរាងកាយរបស់ពួកគេមិនបានតែគេបានប្រាប់វិញថាមើលទៅព្រលឹងរបស់ពួកគេមិនអាចចូលទៅក្នុងរាងកាយរបស់ពួកគេវិញបានទេជាហេតុធ្វើឲ្យបងស្រីឡងមានការខឹងបន្ថែមទៀតលើពីនេះទៀតពួកយើងអាចត្រឹមតែធ្វើឲ្យបិសាចនេះជាប់គាំងរយៈពេលខ្លីតែប៉ុណ្ណោះពួកយើងបានដឹងហើយថានឹងមានអ្វីកើតឡើងចំពោះព្រលឹងមនុស្សទាំងនេះនៅពេលដែលព្រលឹងរបស់ពួកគេចាក់ចេញពីរាងកាយរបស់ពួកគេនៅរយៈពេលដ៏យូរបែបនេះជាហេតុធ្វើឲ្យបងស្រីឡងអាកំតិចនិងគាត់បានសួរទៅថាមានវិធីផ្សេងទៀតដែរទេហើយគេបានទៅមកវិញថាវាមានតែផ្លូវមួយប៉ុណ្ណោះដើម្បីដោះស្រាយរឿងនេះហើយបងស្រីឡងបានសួរទៅគេថាជាវិធីអ្វីហើយគេបានប្រាប់ថាគឺជា banishment ជាហេតុធ្វើឲ្យបងស្រីឡងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយកញ្ញាសាប់អបតបាននិយាយយើងបានដឹងថាអ្នកកំចាត់ម្សិលមិញនេះចង់សម្ដៅទៅលើសៀនខ្ពស់ហើយខ្ញុំបានដឹងថាវាជាសៀក្រុមក្រមដែលមានតែវិស័យដែលមានកម្រិតខ្ពស់ប៉ុណ្ណោះដែលត្រូវបានឃុំនៅទីនោះហើយវាត្រូវបានស្គាល់ថាជាពិភពលោកទី3ដែលមិនបានគិតយូរបានឲ្យអ្នកកំចាត់វិស័យប្រើmanagementព្រាមទៅប៉ុន្តែកញ្ញាសាប់អបតបាននិយាយទៅកាន់កញ្ញាឡងទាំងស្រុងស្រោថាពួកយើងគួរតែផ្ដល់ដំណឹងទៅកាន់ថ្នាក់លើជាមុនសិនប៉ុន្តែត្រូវបានកញ្ញាឡងបន្តមកវិញថាពួកយើងមិនមានពេលវេលាគ្រប់គ្រាន់ទេអ្នកកំចាត់វិស័យបានឲ្យកញ្ញាឡងសម្រេចចិត្តឲ្យលឿនទៅហើយគេបានសួរទៅថាតើគួរឲ្យគេប្រើ management ដែរឬអត់បន្ទាប់មកបងស្រីឡងបានយល់ព្រមហើយអ្នកកំចាត់វិស័យអ្នកនោះក៏ចាប់ផ្ដើមបញ្ចេញស្នៀតរបស់គេនិងបានធ្វើឲ្យបញ្ចេញរង្វង់វិតាមីនមួយនិងទាំងបានសោតវិតាមីនផងដែរនិងបានបាញ់អ្វីយ៉ាងទៅខាងលើមេឃដែលវាបានបាញ់ទៅលើយ៉ាងខ្ពស់មែនទែនហើយយើងបានឃើញថាមានពលិមួយដែលបានភ្លឺនៅលើមេឃហើយយើងបានកាត់មកដល់ទួយប្រើរបស់យើងឃើញថាពេលនេះគឺកំពុងធ្វើដំណើរទៅទីនេះដូចគ្នាដែលមិនដឹងថាទួយយើងគេនឹងធ្វើអ្វីផងសាច់រឿងរបស់យើងបានចប់នៅត្រឹមនេះសូមអ្នករាល់គ្នាចងចាំតាមដាននៅអេពីសូតក្រោយ